group ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងធ្វើការបង្ហាញអំពីការកាត់កូននៅលើទ្រុងជ្រូកគ្មានក្លិននៅលើកាមដែលបងប្អូនជាច្រើនមានចម្ងល់ថានៅពេលដែលជ្រូកកាត់កូននៅលើដីអញ្ចឹងឬក៏ហៅថាលើកាមគ្មានក្លិនអញ្ចឹងគាត់ថាកូនជ្រូកអាចនឹងមានបញ្ហាប្រឡាក់សម្លេងសមោអីចឹងទៅបាទឥឡូវខ្ញុំនឹងមកស្រាយចម្ងល់ដើម្បីកុំឲ្យគាត់ហ្នឹងមានការសង្ស័យដូចជាលើកជាបញ្ហាមកចោទឥឡូវដូចនេះគឺជាស្ថានភាពជាក់ស្ដែងរបស់ជ្រូកខ្ញុំបាទដែលខ្ញុំចាំនៅលើកាមនៅពេលដែលវាកើតមកគឺមានភាពងាយស្រួលជាងនៅលើសាបមូលហេតុដោយសារយើងដឹងហើយស្ថានភាពជ្រូកគឺវាជាចិត្តឈ្មោះដីឈ្មោះអីលេងអញ្ចឹងទៅអញ្ចឹងនៅពេលដែលកូនរបស់វាកើតមកហ្នឹងកើតមកនៅពេលដែលខ្លួនប្រាណដៃជើងរបស់វាប៉ះនៅលើដីវាធ្វើឲ្យសាច់ជ្រូកហ្នឹងគឺកូនជ្រូកដែលវាកើតហ្នឹងគឺធ្វើឲ្យឆាប់រឹងមាំបាទអញ្ចឹងហើយបានន័យថាការចិញ្ចឹមជ្រូកនៅលើការគ្មានក្លិននេះដែរគឺវាមានសារៈប្រយោជន៍ជាច្រើនទៀតហ្នឹងហើយបងប្អូនមិនបាច់បារម្ភថាចាំបែបហ្នឹងពេលដែលកូនកើតមកមិនកើតប្រឡាក់អីគឺអត់ទេបាទអត់មានប្រឡាក់អីទៅណាវាទេហើយបើប្រឡាក់ក៏គ្មានអីបញ្ហាសម្រាប់ជ្រូកដែរហើយបើមេផើមគឺល្អមែនទែនបើយើងចាំបែបហ្នឹងល្អទី1គឺជ្រូករបស់យើងវាអត់ stress ទេអាហ្នឹងបញ្ហាធំជ្រូកមិនថាតែជ្រូកថាមនុស្សទេគាត់ថា stress ហើយការរស់នៅរបស់វាគឺមានការធុញថប់ច្រើនដូចជាស្ដែងមើលខ្ញុំនេះមិនថាជ្រូកសាច់ជ្រូកកូនអីទេមានភាពងាយស្រួលចំណាយចំណេញពេលវេលាច្រើនដូចខ្ញុំនេះអត់សូវមានពេលវេលាក្នុងការថែទាំវាទេខ្ញុំត្រូវការរកការងារមកពេញការងារក្រៅទៀតអញ្ចឹងនៅពេលដែលខ្ញុំចំបែបនេះទៅគឺវាចំណេញចំណេញយ៉ាងម៉េចគឺចំណេញពេលវេលាក្នុងការមើលថែបងនឹងយើងអាចមានពេលវេលាទៅរកប្រាក់ចំណូលផ្សេងទៀតដែលយើងមិនចាំបាច់ចំណាយពេលវេលានៅថែទាំវាច្រើនណាបាទហើយដូចនេះផើមនេះគឺជិតដល់ថ្ងៃដែរជ្រូកនេះគឺកើតបានកូន10មកការកើតរបស់មេនេះគឺត្បិតតែមេដបងប៉ុន្តែការកើតរបស់វាគឺមានភាពងាយស្រួលអត់ពិបាកទេចឹងវិលមកគឺការចិញ្ចឹមបែបនេះចំណេញមែនតើដូចត្រង់នេះចឹងនៅពេលដែលបញ្ចេញសាច់ចោលអស់បាទគឺខ្ញុំអ្វីដែលខ្ញុំចំណេញពីក្នុងត្រង់នោះគឺជីបាទចឹងជីកាមនៅហ្នឹងគឺខ្ញុំកើបគឺមិនតិចទេមិនតិចគោយន្តទេបើយើងដឹកគោយន្តណាអត់ណាក៏10គោយន្តនេះដែរវាក្រាស់នេះសុទ្ធតែជីប្រភេទជីពិប៉ុសហ្នឹងមកយើងយកទៅប្រើប្រាស់ផ្នែកកសិកម្មដំណាំដុះគឺទទួលបានទិន្នផលល្អផ្សើរបន្ថែមទៀតនេះកាត់បន្ថយការប្រើប្រាស់ជីគីមីបាទអញ្ចឹងជូកសាច់មកបើសិនជាបងប្អូនណាត្រូវការជូកសាច់ក្នុងឱកាសចូលឆ្នាំអីអាចទំនាក់ទំនងបានពិសេសគឺខាងក្រុមហ៊ុនណាដែលគាត់ចង់បានប្រភេទសាច់ជ្រូកដែលល្អចំបែបធម្មជាតិបែបនេះបើសិនជាបានទស្សនាវីដេអូនេះឬក៏បានឃើញអាចទំនាក់ទំនងកក់ទុកឲ្យបានបាទខ្ញុំចិត្តបញ្ចេញហើយក្នុងឱកាសចូលឆ្នាំខ្ញុំនឹងបញ្ចេញបាទអញ្ចឹងបងប្អូនបើសិនជាមានចម្ងល់ឬក៏តាក់ទងទៅនឹងការចិញ្ចឹមជ្រូកមេផើមគ្មានក្លិនបងប្អូនអាចខមមិនបាននៅក្នុងវីដេអូនេះបានខ្ញុំនឹងព្យាយាមបកស្រាយធ្វើជាវីដេអូ
ជាចម្ងល់ជូនបងប្អូនបាទចុងក្រោយខ្ញុំបាទមានតែពាក្យថាអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទជូនពរឲ្យបងប្អូនរស់ស៊ីទទួលទានមានបានគ្រប់គ្នាបាទចុងក្រោយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទបាទអញ្ចឹងបងប្អូនកុំភ្លេចតាមទស្សនាវីដេអូក្រោយៗទៀតដែលខ្ញុំនឹងធ្វើបទបង្ហាញអំពីការប្រើប្រាស់ថ្នាំទៅលើកូនជ្រូកដែលទើបបង្កើតថាតើគួរតែប្រើប្រាស់ប្រភេទថ្នាំអ្វីខ្លះទៅលើកូនជ្រូកដែលទើបបង្កើតដើម្បីឲ្យកូនជ្រូកទាំងអស់នោះមានសុខភាពល្អបាទរាងកាយមាំមួនឆាប់ធំឆាប់លូតលាស់បាទអញ្ចឹងសូមអរគុណសូមជម្រាបលា